សកម្មភាពច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺមានគោលបំណងដើម្បីបង្កើតជាវិធានព្រហ្មទណ្ឌបំពេញបន្ថែមលើក្របខ័ណ្ឌព្រហ្មទណ្ឌដែលមានស្រាប់ដើម្បីផ្ដន្ទាទោសនៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសពាក់ព័ន្ធផ្សេងទៀតឲ្យសមល្មមទៅនឹងបទល្មើសឆបោកក្នុងទម្រង់ថ្មីនេះដែលបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិនិងម្យ៉ាងទៀតលើកកម្ពស់ប្រសិទ្ធភាពនៃវិធានផ្នែកនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានដោយអនុញ្ញាតឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចាំបាច់និងមិនទាន់សមស្របឲ្យបានទាន់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធវិទ្យាបច្ចេកវិទ្យាប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរបានដាក់អធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងក្រិតកម្មនេះនិងបានចូលរួមក្នុងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធកម្ពុជាក៏រងផលប៉ះពាល់យ៉ាងខ្លាំងទាំងសន្តិសុខសង្គមនិងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនិងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែររដ្ឋាភិបាលនីតិកាលទី6នៃរដ្ឋសភារហូតដល់ពាក់កណ្ដាលនីតិកាលទី7នៃរដ្ឋសភានេះបានចាត់វិធានការមុតស្រួចជាបន្តបន្ទាប់លើអក្រិតកម្មនេះដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានកំណត់ថាការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺជាការអធិភាពដ៏សំខាន់ក្នុងរបៀបវរៈនយោបាយរបស់ខ្លួន